ថ្ងៃទី5ខព្រះវិញ្ញាណដែលចារឹកសរសេរព្រះគ្រីស្ទចូលមកខាងក្នុងយើងដើម្បីធ្វើឲ្យយើងคล้ายជាសម្បត្តិដ៏រស់របស់ព្រះគ្រីស្ទ1ព្រះគ្រីស្ទកំពុងត្រូវបានចារឹកចូលមកខាងក្នុងយើងដោយទឹកខ្មៅខាងវិញ្ញាណដែលជាព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់បើយើងស្ថិតនៅក្រោមការចារឹករបស់ព្រះវិញ្ញាណនោះយើងនឹងមានអារម្មណ៍យ៉ាងជ្រាលជ្រៅថាយើងមានជីវិតនៅខាងក្នុង2ព្រះវិញ្ញាណនោះគឺជាទឹកខ្មៅហើយខ្លឹមសាររបស់ទឹកខ្មៅគឺជាព្រះគ្រីស្ទជាមួយនឹងអង្គបុគ្គលការងារនិងសមិទ្ធផលរបស់ទ្រង់ព្រះវិញ្ញាណរួមផ្សំក្នុងឋានៈជាទឹកខ្មៅរួមផ្សំបន្ថែមសារធាតុរបស់ព្រះគ្រីស្ទចូលមកក្នុងយើងហើយជ្រួលជ្រាបយើងដោយធាតុដើមរបស់ព្រះគ្រីស្ទងព្រះវិញ្ញាណផ្ដល់ជីវិតជាព្រះវិញ្ញាណដែលរស់រានមានជីវិតចែកចាយជីវិតរបស់ព្រះចូលមកខាងក្នុងខ្លួនយើងដើម្បីធ្វើឲ្យយើងคล้ายជាមនុស្សនៃជីវិតដែលមានពន្ធកិច្ចនៃជីវិត1ពេលយើងសិក្សានិងអានព្រះគម្ពីរដោយការអធិដ្ឋានជាច្រើនរួមទាំងវឹកហាត់វិញ្ញាណរបស់យើងនោះយើងត្រូវបានធ្វើឲ្យមានជីវិតជីវ៉ា2ដើម្បីคล้ายជាមនុស្សម្នាក់ដែលអាចផ្ដល់ជីវិតដល់អ្នកដទៃបានយើងត្រូវតែស្នាក់នៅក្នុងជីវិតរបស់ព្រះហើយត្រូវតែដើររស់នៅនិងប្រព្រឹត្តខ្លួននៅក្នុងជីវិតរបស់ព្រះការបម្រុងចិញ្ចឹមនៅពេលព្រឹក2កូរិនថូសជំពូក3ខ3ខ6ដល់ខ6ដោយបានសម្ដែងមកច្បាស់ថាអ្នករាល់គ្នាជាសម្បត្តិរបស់ព្រះគ្រីស្ទដែលយើងខ្ញុំបានតែងទុកដោយការងារយើងខ្ញុំមិនមែនសរសើរនឹងទឹកខ្មៅទេគឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានប្រជញ្ញរស់ក៏មិនមែនលើបន្ទះថ្មដែរគឺក្នុងចិត្តខាងសាច់ឈាមវិញខ6ដូច្នេះទ្រង់បានធ្វើឲ្យយើងខ្ញុំមានគុណសម្បត្តិជាអ្នកបម្រើពន្ធកិច្ចនៃសញ្ញាថ្មីពួកអ្នកបម្រើពន្ធកិច្ចនេះមិនមែននៅខាងក្នុងតួអក្សរនោះទេគឺនៅខាងព្រះវិញ្ញាណវិញត្បិតតួអក្សរនោះធ្វើឲ្យស្លាប់តែព្រះវិញ្ញាណប្រទានឲ្យមានជីវិតវិញព្រះវិញ្ញាណគឺជាព្រះវិញ្ញាណដែលសរសេរហើយយើងក៏គឺជាសម្បត្តិរបស់ព្រះគ្រីស្ទព្រះវិញ្ញាណគឺជាទឹកខ្មៅសម្រាប់សរសេរព្រះគ្រីស្ទចូលមកខាងក្នុងយើងក្នុងឋានៈជាទឹកខ្មៅរបស់ព្រះព្រះវិញ្ញាណគឺជាព្រះវិញ្ញាណនៃព្រះដ៏មានប្រជញ្ញរស់គ្រប់ពេលវេលានៅក្នុងខ្លួនយើងគួរតែមានអ្វីមួយដែលរស់ជាផុសតាងថាព្រះគ្រីស្ទកំពុងត្រូវបានសរសេរចូលមកក្នុងគ្រប់ផ្នែកខាងក្នុងរបស់យើងបើយើងស្ថិតនៅក្រោមការសរសេររបស់ព្រះវិញ្ញាណនោះយើងមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការរស់នៅខាងក្នុងព្រះគ្រីស្ទកំពុងត្រូវបានសរសេរចូលមកខាងក្នុងយើងដោយទឹកខ្មៅខាងវិញ្ញាណដែលជាព្រះវិញ្ញាណនៃព្រះដ៏មានប្រជញ្ញរស់ការនេះធ្វើឲ្យយើងคล้ายជាសម្បត្តិរបស់ព្រះគ្រីស្ទយើងទាំងអស់គ្នាគួរតែជាសម្បត្តិដ៏រស់របស់ព្រះគ្រីស្ទដើម្បីឲ្យអ្នកផ្សេងទៀតអាចអាននិងស្គាល់ព្រះគ្រីស្ទនៅខាងក្នុងយើងស្ថិតនៅក្រោមការសរសេររបស់ព្រះវិញ្ញាណនៃព្រះដ៏មានប្រជញ្ញរស់ហើយទ្រង់កំពុងចារឹកព្រះគ្រីស្ទចូលមកខាងក្នុងយើងអំណានថ្ងៃនេះនៅក្នុង2កូរិនថូសជំពូក3ខ6ប៉ូលបាននិយាយថាតួអក្សរស្លាប់ប៉ុន្តែព្រះវិញ្ញាណប្រទានជីវិតនេះមានន័យថាព្រះវិញ្ញាណចែករំលែកជីវិតចូលមកខាងក្នុងខ្លួនយើងផ្នែកខាងក្នុងពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវវិលទៅរកវិញ្ញាណរបស់យើងជានិច្ចព្រោះយើងអាចយល់ដឹងនិងបទពិសោធន៍ការចែកចាយជីវិតបានតែនៅក្នុងវិញ្ញាណការនេះធ្វើឲ្យយើងរស់ឡើងវិញនិងធ្វើឲ្យយើងរស់រវើកបើយើងយកចិត្តទុកដាក់នឹងតួអក្សរនៅក្នុងព្រះគម្ពីរនោះយើងនឹងត្រូវបានសម្លាប់យើងមិនត្រូវការបទបញ្ញត្តិនៃតួអក្សរនោះទេព្រោះយើងមានបទបញ្ញត្តិនៃព្រះវិញ្ញាណនៅក្នុងខ្លួនយើងពួកអ្នកដែលនៅក្នុងសាសនាយូដាបានជាប់គាំងនឹងបទបញ្ញត្តិ
លាយលក្ខអក្សរនៅគ្រាសញ្ញាចាស់យោងតាមតួអក្សរប៉ុន្តែប៉ុលបានមកប្រាប់ពួកគេនៅអ្វីដែលខុសពីបទបញ្ញត្តិជាលាយលក្ខអក្សរនេះភ្នែករបស់ពួកគេត្រូវបានស្បៃបាំងមុខដោយបទបញ្ញត្តិជាលាយលក្ខអក្សរនេះដូច្នេះហើយទើបពួកគេបានប្រឆាំងនឹងប៉ុលពួកគេមិនអាចមើលឃើញព្រះយេស៊ូវព្រះវិញ្ញាណឬរឿងរ៉ាវខាងវិញ្ញាណណាមួយឡើយពីព្រោះពួកគេត្រូវបានស្បៃបាំងមុខដូច្នេះសាវកប៉ុលបានប្រាប់ពួកគេថាតួអក្សរសម្លាប់ព្រះវិញ្ញាណគឺជាអ្នកប្រទានជីវិតហើយព្រះអង្គម្ចាស់គឺជាព្រះវិញ្ញាណពួកគេត្រូវដកស្បៃបាំងមុខទាំងអស់ចេញដែលព្រះអង្គដែលមានន័យថាពួកគេត្រូវកំចាត់ចំណេះដឹងចាស់អំពីបទបញ្ញត្តិជាលាយលក្ខអក្សររបស់ពួកគេចេញតាមគោលការណ៍សពថ្ងៃនេះក៏ដូចគ្នាដែរគ្រិស្តសាសនាសពថ្ងៃនេះគឺដូចជាអក្សរយូដាជាសាសយូដាក្នុងន័យថាពួកអ្នកដែលនៅទីនោះប្រកាន់ភ្ជាប់នៅបទបញ្ញត្តិលាយលក្ខអក្សរនៅក្នុងព្រះគម្ពីរដែលសម្លាប់និងមិនមែនជាព្រះវិញ្ញាណដ៏មានបច្ចុប្បន្នរស់ដែលប្រទានជីវិតទេវាជារឿងដ៏គួរឲ្យអាណិតដែលបង្ខាំងខ្លួនឯងឲ្យនៅក្រោមតួអក្សរដែលស្លាប់ឬបទបញ្ញត្តិជាលាយលក្ខអក្សរខាងក្រៅនៃក្បួនច្បាប់ស្បែកបាំងមុខទាំងអស់នៃចំណេះដឹងចាស់របស់យើងអំពីគោលលទ្ធិចាស់យោងតាមតួអក្សរដែលស្លាប់សុទ្ធតែត្រូវដកចេញយើងត្រូវការមុខទទេដែលបើកចំហដើម្បីមើលទៅព្រះអង្គម្ចាស់ដោយផ្ទាល់យើងគ្រាន់តែយកចិត្តទុកដាក់ចំពោះព្រះវិញ្ញាណប៉ុណ្ណោះមិនយកចិត្តទុកដាក់ចំពោះការបង្រៀនខាងគោលលទ្ធិណាមួយឡើយកាលណាបងប្អូនអានព្រះគម្ពីរដោយការអធិដ្ឋានកាន់តែច្រើននោះបងប្អូនយល់កាន់តែស៊ីជម្រៅថាអ្វីមួយនៅក្នុងខ្លួនបងប្អូនកំពុងហូរធ្វើឲ្យមានជីវិតរស់ឡើងវិញបំភ្លឺនិងពង្រឹងច្បាប់បកប្រែនៃត្រង់នេះត្រូវគ្នាតាមវចនានុក្រមនៅគ្រាសញ្ញាថ្មីបានបកប្រែពីកូរិនថូសចំពុក3ខ6ថាព្រះវិញ្ញាណធ្វើឲ្យរស់រវើកកាលណាបងប្អូនអានព្រះបន្ទូលដោយការអធិដ្ឋានកាន់តែច្រើននោះបងប្អូនកាន់តែរស់រវើកនៅពេលបងប្អូនអានព្រះបន្ទូលដោយប្រើខួរក្បាលនោះបងប្អូនក៏ស្លាប់បាត់បង់ជីវិតប៉ុន្តែនៅពេលបងប្អូនអានព្រះបន្ទូលដោយអធិដ្ឋាននោះបងប្អូនបានរស់រវើកបងប្អូននឹងរស់រវើកឬស្លាប់នោះគឺអាស្រ័យលើរបៀបដែលបងប្អូនអានព្រះគម្ពីរសូម្បីតែព្រះគម្ពីរក៏អាចជាបទបញ្ញត្តិជាលាយលក្ខអក្សរដែលស្លាប់ដល់យើងបានដែរបើយើងមិនមករកព្រះគ្រីស្ទទ្រង់ផ្ទាល់ដើម្បីទទួលជីវិតយើងត្រូវការជីវិតបន្ថែមទៀតមិនត្រូវការចំណេះដឹងបន្ថែមទៀតទេយើងត្រូវតែរស់រវើកតែជាច្រើនកាន់តែច្រើនយើងអាចរស់រវើកដោយការអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ជីវិតគឺជាអ្វីដែលយើងត្រូវការព្រះវិញ្ញាណមិនមែនជាព្រះវិញ្ញាណនៃគោលលទ្ធិទេប៉ុន្តែព្រះវិញ្ញាណនៃសភាពពិតដែលជាព្រះគ្រីស្ទទ្រង់ផ្ទាល់ជាជីវិតកាលណាយើងតាក់ទងព្រះវិញ្ញាណកាន់តែច្រើននោះយើងកាន់តែរស់រវើក